ไทยเล่นชอบក្នុងបញ្ជី20គោលដៅទេសចរណ៍ដ៏ល្អបំផុតក្នុងឆ្នាំ2026របស់ BBC ជំនួសមកវិញដោយរាជធានីភ្នំពេញរបស់កម្ពុជាជារឿងគួរឲ្យភ្ញាក់ផ្អើលសម្រាប់ការធ្វើដំណើរកម្សាន្តនៅអាស៊ីអាគ្នេយ៍នោះគឺថៃដែលជាប្រទេសធ្លាប់ជាប់ចំណាក់ថ្នាក់ក្នុងបញ្ជីគោលដៅទេសចរណ៍ពិភពលោកអស់រយៈពេលដ៏យូរមិនជាប់នៅក្នុងបញ្ជីគោលដៅទេសចរណ៍ដ៏ល្អបំផុតចំនួន20សម្រាប់ឆ្នាំ2026របស់បណ្ដាញព័ត៌មានខ្នាតយក្ស BBC នោះទេផ្ទុយមកវិញចំណាក់ថ្នាក់ទាំង20គឺប្រទេសថៃត្រូវបានជំរុញដោយកម្ពុជាខណៈរាជធានីភ្នំពេញក្លាយជាទីក្រុងដ៏ទាក់ទាញនេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Independent នៅថ្ងៃទី2ខែមករាឆ្នាំ2026សេចក្តីប្រកាសព័ត៌មានដែលបានចុះផ្សាយកាលពីថ្ងៃទី11ខែធ្នូឆ្នាំ2025បានឲ្យដឹងថាបញ្ជីនៃការធ្វើដំណើរប្រចាំឆ្នាំរបស់ BBC បានបង្ហាញពីហេតុការណ៍ដែលគោលដៅនានាមានលក្ខណៈពិសេសឆ្នាំនេះ BBC បានផ្ដោតវិតម្លៃទីក្រុងនានាលើពីឆ្នេរសមុទ្រដ៏ស្រស់ស្អាតនិងទីតាំងកម្សាន្តដ៏អស្ចារ្យទៅទៀតអវត្តមានរបស់ប្រទេសថៃនៅក្នុងបញ្ជីឆ្នាំ2026របស់ BBC បង្កជាការភ្ញាក់ផ្អើលដោយសារកេរ្តិ៍ឈ្មោះដ៏យូរអង្វែងរបស់ថៃជាមហាអំណាចទេសចរយ៉ាងណាក៏ដោយរាជធានីភ្នំពេញត្រូវបាន BBC ពណ៌នាថាការកែលម្អដ៏សំខាន់នៅពេលដែលអ្នកដំណើរជាច្រើនធ្លាប់មើលរំលងនោះរាជធានីភ្នំពេញរបស់កម្ពុជាឥឡូវនេះត្រូវបានទទួលស្គាល់ថាជាទីក្រុងដែលមានការទាក់ទាញអ្នកទេសចរនិងចក្ខុវិស័យច្បាស់លាស់គន្លឹះដ៏សំខាន់នៃបរិវត្តកម្មនេះគឺអាកាសយានដ្ឋានអន្តរជាតិដេជោដែលជាគម្រោងដ៏ធំបំផុតមិនធ្លាប់មានរបស់កម្ពុជាជាមួយនឹងការរចនាដ៏អស្ចារ្យសម្រាប់អនាគតនិងប្រពុតបដិមាប្រាក់យ៉ាងធំតាក់ភ្នែកនោះអាកាសយានដ្ឋាននេះបានក្លាយជាទីតាំងទទួលអ្នកដំណើរមកពីទូទាំងពិភពលោករាជធានីភ្នំពេញបានផ្លាស់ប្ដូរយ៉ាងឆាប់រហ័សរឿងមួយនោះការខិតខំកាត់បន្ថយការកកស្ទះចរាចរណ៍នាំឲ្យងាយដើម្បីដើរកម្សាន្តសម្រាប់ជីវិតប្រចាំថ្ងៃជាមួយគ្នានេះមានផ្លូវថ្មើរជើងចាក់ទៅមុខស្ថិតនៅតាមមាត់ទន្លេក្លាយជាទីតាំងដ៏ពេញនិយមប្រចាំសប្តាហ៍ពោពេញទៅដោយអាហារការលក់សម្ភារៈហត្ថកម្មនិងការសម្ដែងនានាទីក្រុងនេះក៏មានអ្នករត់កង់3អគ្គិសនីជួយឲ្យអ្នកទេសចរដើរលេងក្នុងរាជធានីយ៉ាងងាយស្រួលក្រុមមនុស្ស Gen Z ជាផ្នែកមួយដ៏សំខាន់យុវជននៅកម្ពុជាចូលចិត្តផលិតផលក្នុងស្រុកចូលហាងកាហ្វេទាន់សម័យនិងមានមោទនភាពនៃស្ថាបត្យកម្មរបស់ទីក្រុងជាពិសេសស្ថាបត្យកម្មខ្មែរថ្មីបែបទំនើបរបស់ស្ថាបត្យករដ៏ល្បីល្បាញឈ្មោះ One Molivan BBC ក៏បានអះអាងថាទោះបីជាមានភាពតានតឹងនៅតាមព្រំដែនគោលតំបន់ទេសចរនៅតាមទីក្រុងមិនរងផលប៉ះពាល់ទេ